ប្រាសាទមួយក្នុងតំបន់កោះកេរដែលអ្នកស្រុកតែងហៅតគ្នាថាប្រាសាទក្រហមប្រាសាទក្រហមសាងសង់ឡើងក្នុងសតវត្សទី 9 ប្រាសាទមួយនេះត្រូវបានអ្នកស្រុកដំណាលហៅតគ្នាថាជាប្រាសាទក្រហមមកដល់ពេលបច្ចុប្បន្ននេះបើនិយាយពីតំបន់កោះកេរយើងប្រកាសជានឹកឃើញទៅដល់ប្រាសាទពីរ៉ាមីតនៅអាស៊ីតែបើនិយាយពីប្រាសាទធ្វើពីឥដ្ឋអ្នកដែលធ្លាប់បានទៅតំបន់កោះកេរប្រកាសជានឹកឃើញទៅដល់ប្រាសាទដំរីដែលចម្លាក់នៅទីនោះមានរំលេចលើរូបិយវត្ថុក្រដាស 50000 រៀលរបស់ខ្មែរតែបើសួរថាប្រាសាទឥដ្ឋមួយណាដែលមានទំហំធំជាងគេនៅទីនោះមិនមានមនុស្សច្រើនទេដែលបានដឹងប្រាសាទក្រហមជាប្រាសាទដែលសាងសង់ពីឥដ្ឋមានទំហំធំនិងខ្ពស់ជាងគេនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរប្រាសាទមួយនេះត្រូវបានចាត់ទុកជាប្រាសាទចំណាស់ជាងគេនៅក្នុងក្រុមប្រាសាទប្រាង្គគួរបញ្ជាក់ផងដែរថាប្រាសាទក្រហមស្ថិតនៅក្រុមប្រាសាទកោះកេរភាគខាងត្បូងក្នុងចំណោមប្រាង្គជាច្រើនទៀតត្រើយតែអំពីប្រាសាទមួយនេះគឺនៅមានប្រាសាទប្រមាណ75ប្រាសាទនិងស្ថានីយ៍បុរាណចំនួន51ស្ថានីយ៍ផ្សេងទៀតដែលស្ថិតនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរនៅលើផ្ទៃដី 4000 ហិកតាខេត្តព្រះវិហារ